Bang đó, lứa, nó mặt. Thìพระธรรมសូមនមស្ការចំពោះគុណប្រតនត្រ័យទាំង3គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដោយសេចក្តីគោរពរបស់ខ្ញុំប្រកាសណាក៏សូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងវត្តមានគុំត្រីវាលគុំធម្មល្អសុខសម្រងសងខេត្តកំពង់ស្ពឺនិងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីទាំងមូលទីជាពិសេសទីក្រុង Brisbane ក្នុងថ្ងៃនេះខ្ញុំប្រកាសណាសមាធិតំណាងឲ្យព្រះអង្គនៅបន្លីព្រមទាំងញាតិញោមបងប្អូនប្រុសស្រីទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះជាពិសេសក៏សូមតំណាងឲ្យដល់លោកយាយមុំខុននៅទីក្រុង Brisbane ប្រទេសអូស្ត្រាលីដែលបានដោយផ្ដាំកំណត់ឲ្យកូនទីចំរបស់គាត់ទៅរៀននៅបន្លីនេះដើមអង្គកថាទានយកទៅសង្ហែយកទៅតម្កល់សម្លាក់ចិត្តក្នុងព្រះវត្តព្រះអណ្ដែតយើងនេះក្នុងឱកាសនេះខ្ញុំប្រកាសណាសមាធិក៏មានសេចក្តីជ្រះថ្លាបំផុតហើយក៏មានសេចក្តីរីករាយបំផុតដោយកុសលដែលកើតឡើងនៅក្នុងល្ងាចនៃថ្ងៃទី22
ខែតុលាឆ្នាំ2011នេះដល់ដើមកំណត់គឺមានព្រះអង្គនៅពលីជាព្រះគ្រូពោធិស្ដាំនៅវត្តគរៀនដាតនិងជាសាមណនិស្សិតនៅវត្តក្រពើហាក្រុងតាខ្មៅខេត្តកណ្ដាលផងដែរនៅក្នុងឱកាសនេះខ្ញុំបកណាអាត្មាភាពក៏សូមធ្វើការថ្លែងអំណរអគុណដល់ជ្រាលជ្រៅហើយក៏សូមជម្រាបជូនដល់ញាតិញោមជាពុទ្ធបរិស័ទម្ចាស់ដើមទានប្រធានដើមបុណ្យជាពិសេសដល់លោកយាយមុំខុនព្រមទាំងបុត្រាបុត្រីទាំងអស់ព្រមទាំងញាតិមិត្តសិសាល្អទាំងអស់ដែលបានមានសទ្ធាជ្រះថ្លាមានចិត្តធ្វើកតញ្ញទានឆ្នាំទៅវិញធ្វើនៅក្នុងបុណ្យឆ្នាំនេះធ្វើនៅវត្តគ្រាតាហើយក៏បានប្រមូលបងប្អូននឹងដើម្បីប្រមូលបច្ច័យយកមកធ្វើកឋិននៅក្នុងផ្ទះញោមរបស់ព្រះអង្គនៅកំលីតែស្ថិតនៅភូមិព្រៃយើឃុំធំអស្រុកសំរងតងខេត្តកំពង់ស្ពឺហើយនៅក្នុងឱកាសនេះក៏វត្តមានរបស់ព្រះអង្គនៅកំលីក៏មាននៅទីនេះព្រមទាំងមានវត្តមានកន្លងខាងលោកយាយខុំលោកយាយមុំខុនព្រមទាំងបងប្អូនទាំងអស់មកអំពីខាងស្ពឺកស្រុកកំពង់ស្រុកចំការលើខេត្តកំពង់ចាមឯណោះគឺថ្ងៃណាគាត់បានចំណាយពេលមកដូចដើមធ្វើបុណ្យចូលរួមជាមួយបងប្អូនប្រុសស្រីលោកតាលោកយាយទាំងអស់នៅក្នុងទឹកដីនៃភូមិព្រៃយើយើងនេះស្ថិតនៅចំណុចជើងវត្តគ្រាដាតក្នុងធម្មអស្រុកក្រងតងខេត្តកំពង់ស្ពឺហើយក៏សូមចម្រើនពរដល់ញាតិញោមទាំងអស់ដែលមានវត្តមាននៅក្នុងកោក្រាមទីនេះគឺអ្នកដូចដើមធំបំផុតគឺព្រះអង្គនៅបន្លីបន្ទាប់មកខ្ញុំបកណាអាត្មាភាពញាតិញោមបានស្គាល់ហើយមានបរិយាគុណមែនកំអានបរិយាគុណដំផលលីជាដើមជាពិសេសទៅដល់លោកតាឧបាសកមែនអុកនិងឧបាសិកាមុំខុនហៅថាលោកយាយខុននៅទីក្រុងព្រឹទ្ធដែនតែម្ដងជាអ្នកដំបុណ្យរួមជាមួយបងប្អូនប្រុសស្រីទាំងអស់មានអ្នកស្រីហាមវុយហៀងក្រុមទាំងបុតក៏ប្រទេសអូស្ត្រាលីមានញោមស្រីខ្ញុំបកណាអាត្មាភាពគឺញោមប្រុសអាមរឿននិងអ្នកស្រីណាវីកុយក្រុមទាំងបុតប្រទេសអូស្ត្រាលីលោកយាយសឹមធឿននិងកូនចៅក្រុមទាំងបុតប្រទេសអូស្ត្រាលីមានលោកខាំហុយព្រមទាំងអ្នកស្រីងិនសុខឿនផងដែរនៅប្រទេសអូស្ត្រាលីមានលោកយាយហ៊ីស៊ីណៃព្រមទាំងបុតប្រទេសអូស្ត្រាលីមានលោកយាយសោយព្រមទាំងបុតប្រទេសអូស្ត្រាលីមានលោកត្រាដូនិងអ្នកស្រីរស់ចន្ទដាមនីប្រទេសអូស្ត្រាលីលោកហាច់ជរឿននិងអ្នកស្រីកៅធៀបព្រមទាំងបុតប្រទេសអូស្ត្រាលីលោកធឿននិងអ្នកស្រីកៅព្រមទាំងបុតប្រទេសអូស្ត្រាលីលោកដូរ៉េនិងអ្នកស្រីផារីព្រមទាំងបុតប្រទេសអូស្ត្រាលីអ្នកស្រីវីព្រមទាំងបុតប្រទេសអូស្ត្រាលីលោកស្រស់និងប្អូនភីប្រទេសអូស្ត្រាលីលោកខានិងអ្នកស្រីឈោព្រមទាំងបុតប្រទេសអូស្ត្រាលីលោកចម្រើននិងអ្នកស្រីសូដាព្រមទាំងបុតប្រទេសអូស្ត្រាលីលោកយាយលឹមលោកយាយជុំលឹមនិងអ្នកស្រីឆាំលយព្រមទាំងបុតប្រទេសអូស្ត្រាលីលោករេមីនិងអ្នកស្រីវៃព្រមទាំងបុតប្រទេសអូស្ត្រាលីព្រមទាំងម្ចាស់ដើមទានប្រធានតំបន់នៅក្នុងភូមិព្រៃវាលគឺយើងនេះគឺលោកយាយជុំយ៉នព្រមទាំងបុតនិងកូនចៅភូមិព្រៃវាលលោកស្រីស្រង់និងអ្នកស្រីណនលៀងសេងព្រមទាំងបុតកំពង់ចាមលោកកៅសរឹមនិងអ្នកស្រីម៉ៅសុលៀងព្រមទាំងបុតច្បារអំពៅលោកច័កភ័ណ្ឌនិងអ្នកស្រីហៅកៅព្រមនៅបងស្រីហុលឡាំនិងស្វាមីកោះធំលោកហងសវណ្ណរិទ្ធនិងអ្នកស្រីជឹមសុភីព្រមទាំងបុតតាខ្មៅលោកមួនថននិងអ្នកស្រីឈឹមខេនចាក់រលើយើងញាតិញោមជាពុទ្ធបរិស័ទដែលមានវត្តមាននៅក្នុងកោក្រាមនេះគឺជាអ្នកផ្ដល់បុណ្យទាំងអស់ហើយក៏ជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជាអ្នកតអាយុព្រះពុទ្ធសាសនាឲ្យគ្រប់5000ប្រវត្តិផងដែរនៅក្នុងឱកាសនេះដែរខ្ញុំបកណាអាត្មាភាពក៏សូមថ្លែងអំណរអគុណដល់ជ្រាលជ្រៅបំផុត
ចំពោះអ្នកដែលមានរៀបរៀងខាងលើហើយជាពិសេសលោកយាយមុំខុនព្រមទាំងស្វាមីកូនចៅប្រុសស្រីនិងអ្នកដែលបានរៀបរាប់ឈ្មោះខាងលើទាំងអស់នៅប្រទេសអូស្ត្រាលីដែលបានចូលជាថវិកាតាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួនជួយមកសំណុកបំរុងឬក៏ជាអនិសង្ឃចំពោះព្រះភិក្ខុសង្ឃនៅក្នុងវត្តគ្រីអណ្ដែតនារដូវកឋិនទាននេះហើយក៏សូមថ្លែងអំណរអគុណដល់ជ្រាលជ្រៅបំផុតចំពោះញាតិញោមចិត្តក្តីថ្ងៃក្តីដែលបានចូលរួមនៅក្នុងឱកាសនេះក៏សូមបានម៉ាក់បានផលកុសលផលបុណ្យស្មើគ្នានេះម្យ៉ាងទៀតក៏ជាពិសេសក្រុមគ្រួសាររបស់លោកយាយមុំខុនព្រមទាំងបុត្រាបុត្រីទាំងអស់និងបងប្អូនប្រុសស្រីទាំងអស់នៅប្រទេសអូស្ត្រាលីទីក្រុងព្រឹស្បែននោះក៏សូមបានម៉ាក់បានផលបានអានិសង្សគ្រប់គ្នាហើយក៏សូមឲ្យមានសទ្ធាជឿជាក់ទៅលើលោកយាយមុំខុននឹងព្រះអង្គនៅពលីទាំងអស់ដែលលោកបានដូចផ្ដើមបុណ្យកឋិនទាននៅក្នុងថ្ងៃនេះនិងថ្ងៃស្អែកហើយក៏សូមឲ្យញាតិញោមនឹងបានអានិសង្សប្រាថ្នាយ៉ាងណាក៏សូមបានសម្រេចដោយបំណងប្រាថ្នានេះអំពីខ្ញុំប្រកាសណាអាត្មាភាពជំនួសមកឲ្យព្រះអង្គនៅពលីដែលបានដូចដើមនៅក្នុងថ្ងៃនេះក៏សូមឲ្យញាតិញោមនឹងបានអានិសង្សស្មើគ្នាហើយក៏សូមតាមបានសកម្មភាពដល់ឲ្យអង្គកឋិនទាននាថ្ងៃស្អែកទៀតហើយដូច្នេះសូមអនុមោទនាបងអញ្ចឹងអាត្មានិយាយទៅប៉ុណ្្នឹងចុះក៏អរិយទេណាបើចាំនេះត្រូវត្រង់សំតែម្ដងនេះណាទៀតណាចូលមកជួយឆ្លើយឡើងបរមីអញ្ចលោកាទេកតៃសាហន្ដតៃកតੰចលីអន្ទេវរੰអាយាយថាសន្តិខសត្តាបរាជៈខជាទិកាបុសេកោធម្មំអនុកម្មបេណងវិជ្ជាងសទ្ធម្មពេរិនិដាយ៉ាងจักขายังสัตตังจะสันทังอภิกรรมจัมมังอาเกาดายันเตาจะโตใจจะจันยังปัปโปขันนิเยปะไรสายะมัชเชสมอนุโมทนีดับประพฤติธรรมยกสารีเรียนควรสมอนุโมทนีธรรมจังอังกเตสังอังกเตกตังจังเลอันเลือรังอังยาจะตังสัมเตสังสัตตาอังจะตังเตสุเตกาเตเสสุดัมมังลุกังเตมังปัจจังสัตตังจังติตังยังจังมังอะกาจายันตาตังเรสารังบังยุเฮสมอนุโมทนีสมอนุโมทนีสดับประโพเทศนาสมอนุโมทนีថ្ងៃនេះគឺជាថ្ងៃដ៏សុខដុមដាមដែលញាតិញោមទាំងអស់បានធ្វើនៅពិធីបុណ្យអង្គកឋិនទានដែលដូច
មានរៀបរាប់ឈ្មោះមកខាងលើប្រគុណម្ចាស់ដែលជាប្រគុណម្ចាស់ប្រគុណម្ចាស់ជំនាន់ថននិងព្រះអង្គបានរៀបរាប់ឈ្មោះដូចខាងលើនេះហើយអញ្ចឹងថ្ងៃនេះគឺជាថ្ងៃមួយដ៏មានមហិយៈខត្តរិទ្ធដ៏ល្អដែលញាតិញោមជាម្ចាស់សម័យដើមទានប្រធានដើមបុណ្យអង្គកឋិនទានទាំងអស់ថ្ងៃនេះបានធ្វើនៅបុណ្យអង្គកឋិនទានហើយមិនអស់ចិត្តទៀតក៏និមន្តអង្គខ្ញុំប្រកាសណាស្មារតីនឹងសម្ដែងព្រះធម៌ទេសនាដែលវែកញែកនិងអំពីបុណ្យអង្គកឋិនទានដែលហេតុនិងបច្ចហេតុដែលកើតឡើងជាបុណ្យអង្គកឋិនទាននេះយ៉ាងម៉េចហើយការធ្វើបុណ្យអង្គកឋិនទានហ្នឹងបានបុណ្យយ៉ាងម៉េចបានអានិសង្សយ៉ាងម៉េចហើយជាបញ្ចុចទីនេះថាភាពនឹងសម្ដែងវែកញែកចែកជូនញាតិញោមនៅក្នុងខេត្តកំពង់ស្ពឺស្សម្រាប់តាមខេត្តកំពង់ស្ពឺទាំងអស់នៅថ្ងៃនេះនឹងញាតិញោមទាំងអស់ដែលមកបណ្ដាទិសទាំង4ដល់យៈមោតស្សៈបច្ចៈយៈតារហតោសម្មាសម្ពុទ្ធស្សៈយៈមោតស្សៈបច្ចៈយៈតារហតោសម្មាសម្ពុទ្ធស្សៈយៈមោតស្សៈបច្ចៈយៈតារហតោសម្មាសម្ពុទ្ធស្សៈខ្ញុំប្រកាសណាសូមអភិវន្ទបន្ទន់កាយប្រាប់ថ្វាយបង្គំព្រះភគវន្តសមនីរហង្គសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពបន្តបញ្ចប់អំពីបទនមស្ការដ៏សង្ខេបបែបខ្លីនេះទៅខ្ញុំប្រកាសណានឹងលើកយកនូវធម៌មកសម្ដែងប្រទានចែកជូនញាតិញោមជាពិសេសគឺម្ចាស់សម័យដើមទានប្រធានដើមបុណ្យទាំងអស់គ្រប់គ្នាតដែលសម្ដែងចាក់តងទៅនឹងពិធីបុណ្យអង្គកឋិនទានហេតុនិងពុទ្ធហេតុដែលនាំឲ្យកើតឡើងនៅបុណ្យអង្គកឋិនទាននៅក្នុងពេលវេលាឱកាសបន្តិចទៀតនេះអញ្ចឹងមុននឹងសម្ដែងនៅហេតុនិងពុទ្ធហេតុដែលឲ្យកើតឡើងជាបុណ្យអង្គកឋិនទាននេះនៅក្នុងឱកាសនេះអាត្មាភាពនឹងលើកយកលោកពាក្យថាបុណ្យមួយម៉ាត់នេះក៏មកសម្ដែងប្រទានចែកជូនញាតិញោមជាមុនសិនព្រោះថាបុណ្យនេះបុណ្យអ្វីក៏មានពាក្យបុណ្យចំណុចដែរណាអញ្ចឹងញាតិញោមមួយចំនួនប្រគុណម្ចាស់ឬក៏លោកគ្រូអាចារ្យញាតិញោមជាពុទ្ធបរិស័ទមួយចំនួនហ្នឹងគាត់បានយល់បានដឹងអំពីខ្លឹមសារនៃអត្ថន័យអត្ថរសនៃពាក្យថាបុណ្យឬទៅហើយប៉ុន្តែមានញាតិញោមនិងមួយចំនួនទៀតគាត់មិនទាន់បានដឹងនៅអត្ថន័យនៃអត្ថរសនៃពាក្យថាបុណ្យអញ្ចឹងក្នុងឱកាសនេះមិនសម្ដែងអំពីហេតុនិងហេតុពុទ្ធហេតុដែលកើតអំពីបុណ្យអង្គកឋិនទាននេះអាត្មាព្រាបនឹងលើកយកពាក្យថាបុណ្យមួយម៉ាត់មកសម្ដែងប្រកេតចែកញាតិញោមដោយតទៅនេះអញ្ចឹងពាក្យថាបុណ្យនេះញាតិយើងគេទាំងឡាយតែងតែប្រើរើតាពាក្យដូចជាថាខ្ញុំទៅបុណ្យនៅស្រុកនេះខ្ញុំទៅបុណ្យនៅស្រុកនេះខ្ញុំទៅបុណ្យនៅខេត្តនោះខេត្តនេះនិងគ្រប់តែគ្នាអញ្ចឹងពាក្យថាបុណ្យនេះគឺជាភាសាសំស្ក្រឹតហ្នឹងណាក៏ជាភាសាសំស្ក្រឹតហើយបើភាសាបាលីវិញប្រើថាពោពេញឬប្រើថាសុខោពេញតអិច្ចយោបើភាសាខ្មែរប្រើថាពោពេញទៅដោយនៅសេចក្តីសុខនិងសេចក្តីចម្រើនឬដូចមានវិធានថាសត្វតានឹងកណាតិប្រោធាទៅតិបញ្ញាតែថាកុសលធម៌ឯណាដែលជំរុញចិត្តឲ្យបានស្អាតផលប្រផង់ឬប្រើថាជ្រើសកាត់នៅអំពើអកុសលឲ្យអស់អំពីឋានសន្តានចិត្តបាននោះលោកឲ្យឈ្មោះថាបុណ្យណាលោកឲ្យឈ្មោះថាបុណ្យហើយបុណ្យនេះមិនគឺជាអ្វីឡើយគឺជាឈ្មោះរបស់សេចក្តីសុខសេចក្តីចម្រើនដែលយើងទាំងឡាយជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់គ្នានឹងជាបានធ្វើនឹងសេចក្តីបុណ្យនេះរួមឲ្យញាតិញោមទាំងអស់នេះបានសេចក្តីសុខបានសេចក្តីចម្រើនដូច្នេះបុណ្យនេះប្រហែលនាំមកនៅសេចក្តីសុខដល់អ្នកធ្វើត
មិនថាចាស់មិនថាក្មេងមិនថាតូចមិនថាទៀតមិនថាទទួលទេក៏គឺធ្វើបានទាំងអស់ហើយអ្នកដែលធ្វើបុណ្យប្រម៉ែបាននៅសេចក្តីសុខជារៀងដល់ឡាបក៏អញ្ចឹងនេះជាអត្តន័យនៃអត្ថរសនៃពាក្យថាបុណ្យក៏ហើយបន្ទាប់មកទៀតថាភាពនឹងលើកយកអំពីពិធីបុណ្យអង្គកឋិនទានក៏អញ្ចឹងពាក្យថាកឋិននេះទៅវគ្គស័ព្ទសំដៅទស្សនាសម្ពុទ្ធសំដៅយកមានអត្ថពីរយ៉ាងក៏មកពីកថាជាតិហ្នឹងក៏បានអង្គកឋិនមកពីកថាជាតិគឺមកពីអត្ថពីរយ៉ាងក៏មកពីអត្ថពីរយ៉ាងទីមួយនោះគឺរស់នៅដោយចម្រក៏រស់នៅដោយចម្រដូចមានគេហៅថាកថាសក្ខតិចេញចេញកប្រេណូអញ្ចឹងសភាវៈឯណាដែលរស់នៅបានចម្រសភាវៈនោះហើយហៅថាកឋិននឹងណាហៅថាកឋិនអញ្ចឹងព្រៀបលោកពុទ្ធឧបមាបីដូចជាធ្វើស្នឹងទេញោមក៏ដែលយើងទាំងអស់គ្នាបានកាត់ចាក់ចេញពីដើមហើយទៅដោតដោះអបជប់ទៅដោតនៅប្រជប់ដីនោះហើយធ្វើទាំងនោះនឹងរស់នៅដោយបានដោយសម្រអញ្ចឹងយ៉ាងណាមិញញាតិញោមដែលជាម្ចាស់សម័យដើមទៀនតាទៀនដើមបុណ្យគឺបុណ្យអង្គកឋិនទាននេះគឺក៏កើតឡើងបានដោយសម្រដែរញោមណាអញ្ចឹងចិត្តតាំងពីមួយឆ្នាំពីរឆ្នាំមុននោះបានកើតឡើងជាបុណ្យអង្គកឋិនទានពេញលេញនៅក្នុងថ្ងៃអត់នេះហើយទីពីរនេះគឺទូសរសើរគឺទូសរសើរពុទ្ធមាសម្ពុទ្ធបរមគ្រូនិយាយត្រង់ចាស់សម្ដែងថាទូសរសើរបុណ្យអង្គកឋិននេះបុណ្យអង្គកឋិនទាននេះគឺជាទានពិសេសនេះជាទានពិសេសថ្លៃជាងទានដតៃទៀតតែថ្លៃជាងទានដតៃទៀតព្រោះថាបុណ្យអង្គកឋិនទាននេះអ្នកធ្វើក៏បានអនិសង្សអ្នកទទួលក្រោយក្រងគឺពិភពផងក៏បានអនិសង្សស្មើគ្នាអញ្ចឹងបុណ្យអង្គកឋិនទានថ្លៃមានលក្ខណៈថ្លៃ5យ៉ាងណាក៏ដោយការឡើងបុណ្យអង្គកឋិនទាននេះគឺមានលក្ខណៈថ្លៃមាន5យ៉ាងក៏ទី1នេះថ្លៃដោយកាលអញ្ចឹងញាតិញោមមួយចំនួនគឺថ្ងៃនេះគឺជាថ្ងៃទី10រោចហ្នឹងណាក៏តាំងពីថ្ងៃ1រោចរហូតដល់ថ្ងៃទី10រោចនេះប្រគុណម្ចាស់ព្រះករុណា